សម្រាមមិនធ្លាក់ដល់ដីអង្គរបុរីស្អាតចាសសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នានៅព្រឹកថ្ងៃសៅរ៍ទី14ខែមិថុនាឆ្នាំ2025លោកឈឹមធីអភិបាលរងតំណាងនៃលោកអភិបាលស្រុកអង្គរបុរីបានចូលរួមធ្វើបទបង្ហាញដល់សាស្ត្រាចារ្យសិស្សនិស្សិតនៃសាកលវិទ្យាល័យ Norton ដែលបានមកទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទភ្នំដាព្រមទាំងបានចូលរួមសម្អាតបរិស្ថាននៅតាមទីសាធារណៈនិងបរិវេណរមណីយដ្ឋានប្រាសាទភ្នំដាដោយមានការចូលរួមពីលោកស្រីមន្ត្រីរាជការកងកម្លាំងអាជ្ញាធរឃុំភូមិយុវជនសសយកស្រុកលោកគ្រូអ្នកគ្រូសិស្សានុសិស្សវិទ្យាល័យហ៊ុនសែនអង្គរបុរីផងដែរក្នុងនោះដែរលោកអភិបាលរងបានមានមតិថាយើងធ្វើនេះដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនាឆ្នាំ2025ដែលប្រព្រឹត្តទៅក្រោមប្រធានបទប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិកគឺសមស្របទៅតាមបរិបទរបស់ពិភពលោកដែលកំពុងប្រឈមមុខនឹងការកើនឡើងនៃសំណល់ផ្លាស្ទិកនិងការបំពុលដោយផ្លាស្ទិកលោកបានឲ្យដឹងថាប្រធានបទនេះពិតជាបានឆ្លុះបញ្ចាំងពីការពិតនិងការព្រួយបារម្ភរបស់ពិភពលោកចំពោះបញ្ហាផ្លាស្ទិកប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តរភាពនោះទេហើយការបំពុលដោយផ្លាស្ទិកបានប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្សសត្វនិងបរិស្ថានដោយឡែកការដុតសំណល់ផ្លាស្ទិកនៅទីវាលបានបង្កឲ្យមានផលប៉ះពាល់ដល់ស្រទាប់អូโซននិងសុខភាពមនុស្សគឺនៅពេលដកដង្ហើមដូចជាជំងឺមហារីកជំងឺផ្លូវដង្ហើមផ្សែងដែលហុយចេញពីផ្លាស្ទិកទាំងនោះមានជាតិគីមីខ្ពស់ប្រភេទដែលជាភ្នាក់ងារបង្កើតមេរោគនិងជំងឺមហារីកដើម្បីចូលរួមប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិកបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋមានការបដិញ្ញាចិត្តនិងចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្នុងការអនុវត្តពិធី 4 អជាចាំបាច់គឺចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកសូមធ្វើការប្រើប្រាស់ឡើងវិញកុំប្រើផ្លាស្ទិកតែមួយដងមកចោលធ្វើការកែច្នៃនិងផលិតជាសម្ភារៈប្រើប្រាស់ឡើងវិញនិងទាញយកចំណូលពីផ្លាស្ទិកនិងធ្វើការបដិសេធមិនប្រើប្រាស់ផ្លាស្ទិកប្រចាំថ្ងៃក្នុងឱកាសនោះលោកបានលើកឡើងថាក្រមម្លប់សន្តិភាពឯកភាពជាតិនិងឯកភាពទឹកដីកើតចេញពីការយកអាយុជីវិតធ្វើជាដើមទុនស្មោះត្រង់ចំពោះជាតិប្រជាជនកម្ពុជារបស់អិសរាជជនជាន់ខ្ពស់ជាពិសេសការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះវិស័យបរិស្ថានត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយមានកិច្ចសហប្រតិបត្តិការយ៉ាងល្អនិងជិតស្និទ្ធពីក្រសួងពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋលើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2050ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់ប្រទេសមានគម្របបៃតងកើនឡើងនិងជាប្រទេសអព្យាក្រឹតកាបូនចាសសូមអរគុណនិងសូមជម្រាបលា